មកໄວ30នាទីអ្នកគ្នាក៏វ៉ាវអ្នកគ្នាបើសិនជាលោកគ្រូអ្នកគ្រូគាត់ឃើញនៅវីដេអូនេះមិនដឹងជាយ៉ាងណាទេដោយសារតែខ្ញុំត្រូវចូលរៀននៅម៉ោង7តែម៉ោង8:30នាទីហើយខ្ញុំទើបតែចេញពីផ្ទះទៅហើយជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញនៅសកម្មភាពខ្លះមុនពេលទៅសាលារៀនឆ្នាំនេះផងដែរនេះខ្ញុំរៀនឆ្នាំទី4នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយនេះផងដែរនេះខ្ញុំកំពុងតែរៀបចំសម្លៀកបំពាក់ដើម្បីទៅសាលារៀនហើយមុននឹងបានទៅរៀនអ្នកទាំងអស់គ្នានៅអេនអនដាក់កញ្ចក់នៅនឹងឯងអត់ដឹងពេលណាបានទៅសាលាទេហើយចូលរៀននៅម៉ោង7និងខ្ញុំម៉ោង7ជាងហើយអត់ទាន់ទៅសាលាទៀតឆ្នាំនេះខ្ញុំរៀនឆ្នាំទី4ផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយបើអ្នកទាំងអស់គ្នាសួរខ្ញុំថារៀនរាល់ថ្ងៃតែចេះអីខ្លះចម្លើយនោះគឺខ្ញុំមិនអាចឆ្លើយប្រាប់អ្នកទាំងអស់គ្នាឲ្យយល់បានទេដោយសារតែខ្ញុំរៀនផ្នែកហ្នឹងខ្ញុំយល់ផ្នែកហ្នឹងអញ្ចឹងហើយពេលខ្លះខ្ញុំទៅរៀនហ្នឹងក៏អត់យល់ខ្លះដែរអញ្ចឹងខ្ញុំអត់មានពាក្យដើម្បីបកស្រាយទេហើយតើអ្នកទាំងអស់គ្នាមើលរៀបចំក្នុងការរៀបចំរបស់នាងខ្ញុំមានតែបង្ហាញក្នុងការមើលស្បែកជើងទៀតហើយមុននឹងទៅអ្នកទាំងគ្នាចាំមើលខ្ញុំប្រាប់ថាឥឡូវហ្នឹងមកប៉ុន្មានហើយថែមថយមិនចេះចប់អ្នកទាំងគ្នាតើឥឡូវមកមើលថាតាមមកប៉ុន្មានហើយខ្ញុំអត់ទាន់ទៅដល់សាលាទៀតឥឡូវមកណានេះមកໄວ30នាទីអ្នកគ្នាក៏វ៉ាវអ្នកគ្នាបើសិនជាលោកគ្រូអ្នកគ្រូគាត់ឃើញនៅវីដេអូនេះមិនដឹងជាយ៉ាងណាទេដោយសារតែខ្ញុំត្រូវចូលរៀននៅម៉ោង7តែម៉ោង8:30នាទីហើយខ្ញុំទើបតែចេញពីផ្ទះទៅហើយពិតជាសិស្សគំរូមែនទែនអ្នកទាំងគ្នាកុំយកគំរូតាមនាងខ្ញុំពីព្រោះខ្ញុំនេះកែឡើងហើយពេលដែលយើងទៅយឺនអញ្ចឹងណាយើងស្ទះខ្លាំងចឹងសុខចិត្តជីឡើងខឿនណាអ្នកទាំងអស់គ្នាតែអត់ព្រមភ្ញាក់ពីព្រឹកដើម្បីទៅសាលារៀនទេនិយាយទៅគឺសិស្សដែលគេហៅថាសិស្សក្រៅថ្នាក់ខ្ញុំមានងារនឹងតាំងពីថ្នាក់ទី8មកគឺសិស្សក្រៅថ្នាក់រហូតទៅរៀនយឺតហើយរឿងប្រវត្តិទៅរៀនយឺតគឺជាប្រចាំសូម្បីតែជាមួយបងប្រុសរបស់ខ្ញុំក៏គាត់ល្អូរឿងនឹងដែរខ្ញុំតែងតែធ្វើទៅសាលាយឺតធ្វើឲ្យគាត់យឺតដែរពីព្រោះកាលហ្នឹងខ្ញុំទៅជាមួយគាត់យ៉ាប់មែនទែនហើយអ្នកទាំងគ្នាមកទស្សនានៅសកម្មភាពជាច្រើនដែរនឹងឃើញនៅតាមដងផ្លូវអាគារធំចរាចរណ៍ទៅមកមានការច្រើនស្ទះចុះនិយាយឡើងផ្លេចគិតណាថាដឹងថាទៅដល់សាលាមកម៉ានេះអ្នកទាំងគ្នាគឺនិយាយទៅសិស្សក្រៅថ្នាក់តែងតែធ្វើបែបហ្នឹងបើសិនជាលោកគ្រូអ្នកគ្រូឃើញវីដេអូហ្នឹងសូមគុំពិន័យខ្ញុំអីពីព្រោះខ្ញុំគឺជាសិស្សដ៏អស់និយាយពាក្យថាអស់និយាយគឺឡើងកែដែរអ្នកទាំងគ្នាមកតាមដងផ្លូវនេះស្ពានចុះពី5មករា7មករានេះបងគ្នាស្ពាន7មករាចុះទៅហើយចូលខាងឆ្វេងដៃហើយខ្ញុំនឹងចូលទៅដល់ផ្លូវនេះមានផ្លូវ4ហ្នឹងផ្លូវ2សម្រាប់អ្នកប្រើកាតហើយផ្លូវ2ទៀតសម្រាប់អ្នកអត់មានកាតគេចុចសបុតអញ្ចឹងណាអ្នកគ្នាតែខ្ញុំមានកាតអញ្ចឹងខ្ញុំប្រើផ្លូវពិសេសហើយកន្លែងដាក់ម៉ូតូក៏ពិសេសជាងគេបន្តិចដែរដោយសារតែយើងមានកាតអញ្ចឹងយើងដាក់កន្លែងចេញស្រួលជាងអ្នកអត់មានកាតដោយសារគេមានផ្លូវពិសេសឲ្យយើងអីចឹងណាអ្នកទាំងគ្នាហើយខ្ញុំជិះដល់លាក់ពេញនឹងឯងហើយចេញមកអ្នកទាំងគ្នាអើយជួបលោកគ្រូនៅខាងមុខហ្នឹងហ្មងហ្នឹងណាគាត់ទៅបន្ទប់ទៅក៏ហើយឥឡូវសវេសវារត់ទៅរៀនហើយមកដល់សាលាអ្នកទាំងគ្នាមកដល់សាលាហ្នឹងពេលចេញលេងអ្នកទាំងគ្នាចាំមកភ័ក្រខ្ញុំគេមកនៅខាងក្រៅថ្នាក់ឥឡូវចូលប្លុកទាំងអស់គ្នាទៅអ្នកទាំងគ្នាគេសាច់ព្រាតដោយសារតែយើងមកយឺតហើយនេះជាឯកសណ្ឋានមកសាលារបស់ខ្ញុំហើយបងក៏អស់សំណើចខ្ញុំថាខ្ញុំមករៀនយឺតរាល់ថ្ងៃធ្វើមិនទេមិត្តរួមថ្នាក់របស់គាត់ទេមកទស្សនានៅលោកគ្រូគាត់ចាស់ដែរតែគាត់និយាយទៅឆ្អិនហ្មងគណិតវិទ្យាគឺគាត់ឡើងមើលសភៅឡើងមើលកិច្ចតែងការអីហើយគឺគាត់ទៅសេយោហ្មងហើយឆ្នាំគាត់បរៀនខ្ញុំកាលឆ្នាំទី1គាត់បរៀនខ្លាំងហ្មងអ្នកនរគ្នាដល់ថ្នាក់
3 ម៉ោងជាប់គ្នាគឺមិត្តភក្តិខ្ញុំស្លាប់ម៉ោងគាត់3ដងដោយសារតែគាត់បរៀនរហូតគាត់ទៅសេរហូតនិយាយរហូតចឹងអ្នកនរគ្នាហើយប្រវត្តិមានច្រើនណា4ឆ្នាំកន្លងទៅហើយនេះជាសកម្មភាពមិត្តរួមថ្នាក់ខ្ញុំឲ្យស្អាតចឹងណាអ្នកនរគ្នាហើយឥឡូវដល់ម៉ោងចេញទៅផ្ទះហើយលោកគ្រូក៏ហៅវត្តមានហើយសប្បាយមកឥឡូវចេញពីរៀនអស់នៅថ្នាក់ម្នាក់ឯង4នាក់ប៉ុន្តែថតជាប់តែ2នាក់ឯងហើយក៏ថត TikTok អូយអ្នកនរគ្នាជីវិតសាកលវិទ្យាល័យបែកស្លុយសប្បាយម្យ៉ាងដែរអ្នកនរគ្នាឆ្នាំចុងក្រោយហើយឥឡូវនាំគ្នាញ៉ាំអាជូរជុំគ្នាអ្នកអត់តន់ទៅផ្ទះហើយឥឡូវបានដល់ម៉ោងមកផ្ទះវិញហើយតាក់កាតមួយពាច់ទៅបាយបាយ